សួស្តីប្រិយមិត្តប្រពន្ធទាំងអស់ថ្ងៃនេះខ្ញុំបាទ Victor ចង់បង្ហាញអំពីមេរៀនដំបូងបំផុតគឺក៏មេរៀនមូលដ្ឋានគ្រឹះអំពីការថតរូបនៅក្នុងរូបភាពមួយគេកំណត់ទៅលើមុខងារ3ដើម្បីរូបភាពហ្នឹងមានភាពច្បាស់ហើយនឹងពន្លឺគ្រប់គ្រាន់នៅក្នុងនោះគឺកំណត់មានដូចជា aperture shutter speed ISO នៅក្នុង camera នីមួយៗឬក៏ machineថតនីមួយៗគឺយើងមាន lens ហើយនៅក្នុង lens គឺវាមានរុនឬក៏ប្រហោងមួយដែលអនុញ្ញាតឲ្យពន្លឺចូលទៅកាន់ machine ថតរុនឬក៏ប្រហោងហ្នឹងគឺវាមានមុខកាត់របស់វាហើយនៅក្នុង camera ជាពិសេស DSLR គឺយើងអាចសេរីទំហំមុខកាត់ដែលប្រហោងនៅក្នុង lens ហ្នឹងបើកបន្ទាប់ពីហ្នឹងមកពន្លឺរត់ផុតពី lens ចូលទៅក្នុង camera ទៅដល់ camera គឺវាមាន shutter គឺដូចជាទ្វារមួយមុខងារដើម្បីបើកនៅពេលចាប់យករូបភាពហើយរយៈពេលដែលវាបើកចំហហ្នឹងគឺគេឲ្យឈ្មោះថា shutter speed បន្តពីហ្នឹងទៅទៀតពន្លឺរត់ចូលទៅកាន់ក្នុង camera ឬក៏ machine ថតហ្នឹងគឺ machine ថតសម្រាប់ machine ប្រើ fill សម័យមុនគឺ fill ជាអ្នកទទួលយករូបភាពហ្នឹងសម្រាប់ digital camera សម័យក្រោយនេះគឺ sensor ជាអ្នកទទួលយករូបភាពទាំងអស់ហ្នឹងហើយកម្រិតទទួលពន្លឺរបស់ sensor ហ្នឹងគេឲ្យឈ្មោះថា ISO ហើយនៅក្នុងមេរៀននេះខ្ញុំនឹងនិយាយអំពី aperture លម្អិតហើយយើងនឹងតាមដានអំពីរបៀបនៃការសេរីហើយនឹងរូបភាពឧទាហរណ៍មួយចំនួនទាក់ទងនឹងការសេរី aperture អូខេយើងទៅទស្សនាទាំងអស់គ្នាAperture គឺជាទំហំមុខកាត់បើកនៅក្នុងកែវឆ្លុះឬក៏ហៅថា lens ដែលអនុញ្ញាតឲ្យពន្លឺចូលទៅកាន់ម៉ាស៊ីនថត Aperture គឺប្រើដើម្បីកំណត់កម្រិតនៃពន្លឺដែលចូលទៅកាន់ម៉ាស៊ីនថតមុខកាត់របស់ Aperture កាន់តែតូចពន្លឺចូលទៅកាន់ម៉ាស៊ីនថតកាន់តែតិចមុខកាត់កាន់តែធំពន្លឺចូលទៅកាន់ម៉ាស៊ីនថតកាន់តែច្រើននៅក្នុងឧទាហរណ៍នេះយើងមានបង្ហាញអំពីកន្លែងដែលយើងអាចមើលលេខរបស់ aperture ហើយយើងអាចកំណត់ aperture បានដោយផ្លាស់ប្ដូរនៅ f-stop នៅលើម៉ាស៊ីនថតនៅក្នុងរូបភាពនេះខាងឆ្វេងយើងអាចឃើញ aperture 4.0 នេះគឺជាឧទាហរណ៍ដែលបង្ហាញអំពីការមើល aperture ពីលើ LED screen ហើយនៅខាងស្ដាំយើងឃើញមានលេខ 5.6 នៅក្នុងរង្វង់គឺបង្ហាញអំពីលេខ aperture ដែលលោកអ្នកមើលឃើញនៅក្នុង viewfinders សម្រាប់ camera Canon 60D កន្លែងដែលលោកអ្នកអាចផ្លាស់ប្ដូរ aperture ឬក៏ f-stop value គឺយើងអាចផ្លាស់ប្ដូរដោយពីររបៀបទី1គឺ main dial ហើយនិងទី2 quick control dial ប៉ុន្តែការផ្លាស់ប្ដូរនេះវាអាស្រ័យទៅលើ mode ក្នុងករណីលោកអ្នកនៅលើ AV mode កន្លែងដែលលោកអ្នកអាចផ្លាស់ប្ដូរf stop បានគឺយើងប្រើ main dial ដើម្បីផ្លាស់ប្ដូរ f stop ឬក៏ f number នៅពេលដែលលោកអ្នកឈរនៅលើ manual mode គឺអក្សរ M កន្លែងដែលលោកអ្នកអាចផ្លាស់ប្ដូរ f stop បានគឺនៅត្រង់ quick control dial ខាងក្រោមអូខេមាន3ចំណុចដែលលោកអ្នកអាចមើលឃើញ f stop ទី1នៅលើ LCD screen ទី2នៅក្នុង viewfinder ហើយទី3គឺយើងអាចឃើញនៅលើ LED screen ខាងលើតើអ្វីជា f-stop f-stop ស្មើនឹងចំណាយផ្ដោតលើរូបភាពនៃកែវឆ្លុះចែកឲ្យមុខកាត់ប្រហោងបើកនៃកែវឆ្លុះនេះជាចំណុចដែលធ្វើឲ្យមានការភាន់ច្រឡំភាគច្រើនសម្រាប់អ្នករៀនអំពី aperture លេខ f កាន់តែធំមុខកាន់បើកតូច
ហើយលេខ F កាន់តែតូចមុខកាត់បើកធំដោយអ្នកឃើញនៅក្នុងរូបភាពនេះយើងអាចសង្កេតឃើញថា F22 មានមុខកាត់តូចជាង F2 នេះជាចំណុចមួយទៀតបង្ហាញអំពីទំហំ full stop ឬក៏គេគិតមួយកម្រិតនៃ F number ដោយដែលយើងអាចឃើញនៅក្នុងរូបនេះ F1.4 រហូតដល់ F22 ហើយ F ណាដែលមានលេខតូចមានន័យថាទំហំប្រហោងបើកធំហើយ F ណាដែលមានលេខធំទំហំប្រហោងបើកតូចអ្វីដែលអ្នកគួរចងចាំមួយទៀតគឺតាក់ទងនឹងពន្លឺនៅក្នុងនេះប្រសិនបើកម្រិត 1.4 ឬក៏ F1.4 មានន័យថាពន្លឺចូលទៅកាន់ម៉ាស៊ីនថតទ្វេដងបើប្រៀបធៀបនឹង F2 ហើយពន្លឺចូលទៅកាន់ F2 មានពន្លឺទ្វេដងច្រើនជាង F2.8 និងបន្តបន្ទាប់ទៅទៀតអូខេដូចការបញ្យល់ពីខាងមុខពី F11 ទៅមួយកម្រិតទៀតគឺ F16 ប៉ុន្តែសម្រាប់ម៉ាស៊ីនថតសម័យក្រោយលោកអ្នកអាចផ្លាស់ប្ដូរពី F11 ទៅ F13 F14 ហើយបាន F16 ចង់ឲ្យលោកអ្នកចងចាំដែរថាពីមួយកម្រិតទៅមួយកម្រិតមានន័យថាពន្លឺចូលកាន់តែច្រើនមានន័យទ្វេដងពីកម្រិតតូចទៅកម្រិតធំប៉ុន្តែនៅពេលដែលលោកអ្នកមិនចង់បានពន្លឺច្រើនពេកទ្វេដងលោកអ្នកអាចសេរីនៅចន្លោះឧទាហរណ៍ពី16ទៅ22នៅក្នុងកាមេរ៉ាស៊េរីក្រោយគឺយើងអាចសេរី16 18 20ហើយបានដល់22អញ្ចឹងកម្រិតនៃពន្លឺក៏វាអាចចូលទៅក្នុងកាមេរ៉ាផ្សេងគ្នាដែរមកដល់ចំណុចនេះខ្ញុំចង់បង្ហាញអំពីប្រភេទកែវឆ្លុះឬក៏ lens ផ្សេងគ្នាដែលជា lens សំខាន់ឬក៏កែវឆ្លុះដែលយើងប្រើជាទូទៅញឹកញាប់ដោយតែអ្នកទាំងអស់គ្នាបានឃើញនៅក្នុងរូបនេះ lens ផ្សេងគ្នាក៏មាន aperture ផ្សេងគ្នាដែរអូខេមុននេះខ្ញុំបានបង្ហាញអំពី lens ដែលយើងប្រើជាទូទៅហើយខ្ញុំក៏ចង់បង្ហាញផងដែរនៅ lens ដែលជា zoom lens ហើយ lens ដែលយើងយកមកបង្ហាញនេះគឺ18ទៅ200 mm យើងចង់ដឹងថាតើ aperture របស់ lens នេះពីប៉ុន្មានរហូតដល់ប៉ុន្មាននៅពេលដែលយើងកំណត់វាត្រឹមតែ18 mm មានន័យថាយើងអត់ zoom វាទេ aperture ដែលធំបំផុតរបស់វាគឺ 3.5 ហើយ aperture ដែលតូចបំផុតរបស់វាគឺយើងអាចសេរីវារហូតទៅដល់22ក្នុងករណីដែលយើងប្រើ zoom មានន័យថាយើង zoom វាពី18ទៅ200 mmអូខេaperture ដែលតូចបំផុតរបស់វាគឺ36ហើយ aperture ដែលធំបំផុតរបស់វាគឺត្រឹមតែ 5.6 ទេអូខេនេះមានន័យថានៅក្នុង lens មួយ aperture វាអាស្រ័យទៅលើចម្ងាយនៃការចាប់យករូបភាពឬគេហៅ focal length aperture ក្រៅពីកំណត់អំពីពន្លឺចូលទៅកាន់ម៉ាស៊ីនថត aperture ក៏កំណត់ផងដែរទៅលើ depth of field ឬក៏ហៅ DOF ប៉ុន្តែតើអ្វីទៅជា depth of field ឬក៏ DOF depth of field ជាចម្ងាយនៃចន្លោះរវាងវត្ថុជិតបំផុតនិងឆ្ងាយបំផុតនៅក្នុងប្លង់ដែលបង្ហាញរូបភាពច្បាស់ល្អឬក៏យើងនិយាយស្រួលយល់ជាងនេះយើងអាចនិយាយថា depth of field គឺជាបណ្ដុំរូបភាពច្បាស់នៅក្នុងប្លង់ដែលនៅចន្លោះរវាងវត្ថុជិតបំផុតនិងឆ្ងាយបំផុតលេខ F number កាន់តែធំមុខកាត់បើកកាន់តែតូចរូបភាពច្រើននៅក្នុងប្លង់ច្បាស់ចំណែកឯលេខ F កាន់តែតូចមុខកាត់បើកកាន់តែធំរូបភាពតិចនៅក្នុងប្លង់ច្បាស់
ដើម្បីងាយស្រួលយល់ជាងនេះយើងមើលទៅឧទាហរណ៍បន្ទាប់អ្វីដែលលោកអ្នកត្រូវចងចាំហើយនឹងងាយចាំបំផុតគឺយើងចាំចំណុចនេះនៅពេលដែលយើង Series f stop លេខកាន់តែធំមានន័យថារូបភាពនៅក្នុងប្លង់របស់យើងដែលយើងថតគឺភាគច្រើនច្បាស់នៅពេលដែលយើង Series លេខ f នឹងកាន់តែតូច f stop កាន់តែតូចរូបភាពនៅក្នុងប្លង់មានរូបភាពភាគតិចដែលច្បាស់អូខេដើម្បីងាយស្រួលយល់ខ្ញុំចង់បង្ហាញនៅឧទាហរណ៍បន្ទាប់នៅក្នុងរូបនេះគឺខ្ញុំថតឡើងដោយប្រើf stop ឬក៏ f number ហ្នឹងគឺ22យើងអាចសង្កេតឃើញថានៅក្នុងនេះរូបកែវផ្លែប៉ោមហើយនឹង sunglass យើងអាចមើលឃើញច្បាស់ហើយនៅផ្នែកខាងក្រោយមានប្រអប់ Canon 60D កៅអីហើយនឹងវាំងនននឹងតុរៀងព្រិលបន្តិចប៉ុន្តែយើងអាចមើលឃើញនៅពេលដែលខ្ញុំដូរ f22 មក f4 វិញរូបភាពដដែលយើងអាចឃើញថាកែវផ្លែប៉ោមហើយនឹង sunglass គឺនៅក្នុងភាពច្បាស់ដដែលចំណែកឯរូបនៅខាងក្រោយមានដូចជាតុកៅអីហើយនឹងប្រអប់ camera គឺយើងមើលទៅព្រិលដោយសារថាយើង Series f តូចអូខេមុននឹងបញ្ចប់ខ្ញុំសូមសង្ខេបឡើងវិញនៅមេរៀនថ្ងៃនេះយើងបាននិយាយអំពី aperture ហើយ aperture គឺជាទំហំកាត់បើកដែលនៅក្នុងកែវឆ្លុះឬក៏ lens វាអនុញ្ញាតឲ្យពន្លឺចូលទៅកាន់ម៉ាស៊ីនថតយើងអាចកំណត់ទំហំ aperture បានដោយការផ្លាស់ប្ដូរ f stop ហើយ aperture កំណត់នៅធាតុ2នៅក្នុងរូបភាពគឺទី1ពន្លឺទី2បណ្ដុំរូបភាពច្បាស់នៅក្នុងប្លង់អ្វីដែលលោកអ្នកត្រូវចងចាំគឺនៅត្រង់ថាកាលណា f កាន់តែធំមុខកាត់កាន់តែទូចហើយរូបភាពភាគច្រើននៅក្នុងប្លង់ច្បាស់ចំណែកឯករណីមួយទៀតនៅពេលដែល f កាន់តែតូចមុខកាត់កាន់តែធំរូបភាពតិចនៅក្នុងប្លង់ច្បាស់អូខេអរគុណច្រើនហើយជួបគ្នាជាមួយនឹងមេរៀនក្រោយយើងនឹងនិយាយអំពី shutter speed